ជំរាបសួរបងប្អូនក្នុងបណ្ដាញ YouTube ទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមកប្រាប់ពីរបៀបបងប្អូនបាទពីរបៀបមើលគ្រាប់ transistor គ្រាប់ស្ពាន់និងគ្រាប់លុយញោមបងប្អូនបាទអញ្ចឹងប្រភេទ transistor នីមួយៗគឺប្រភេទ transistor នីមួយៗគឺវាមានល្អហើយនិងមិនល្អបងប្អូនបាទអញ្ចឹងដោយឡែកគ្រាប់ស្ពាន់បាទបងប្អូនបាទគ្រាប់ស្ពាន់គឺវាស្រួលមើលទេបងប្អូនហើយគ្រាប់មិនស្ពាន់គឺយើងស្រួលមើលទេបញ្ហាសម្គាល់របស់វាបាទលេខរបស់វាគឺដូចតែគ្នាទេវាខុសតែនឹងផ្ទាំងដែករបស់វាបាទបងប្អូនបាទដូច្នេះកុំឲ្យបងប្អូនយល់ច្រឡំថា transistor ណាល្អ transistor ណាមិនល្អកុំឲ្យជាងគាត់ថា transistor នេះស្ពាន់បាទអញ្ចឹងកុំឲ្យបងប្អូនយល់ច្រឡំអញ្ចឹងបងប្អូនមួយចំនួនគាត់ច្រឡំទៅទិញ transistor មករៀបប្រើប្រាស់ទៅរត់កើតបាទអញ្ចឹងក៏ខ្ញុំថ្ងៃនេះដែរគឺខ្ញុំចែកជូនចំណេះដឹងតិចតួចបាទឲ្យបងប្អូនពិបាកបាទអញ្ចឹងយើងអ្នកទិញដឹងស្រាប់ហើយបាទខ្ញុំក៏មិនផ្ដោតនិយាយទៅផ្ដោតទៅលើជាងណាដែរគឺខ្ញុំនឹងឲ្យបងប្អូនយើងរកស៊ីត្រូវតែស្មោះត្រង់បាទបើយើងរកស៊ីមិនស្មោះត្រង់វាមិនបានយូរអង្វែងទេបាទបងប្អូនអញ្ចឹងខ្ញុំក៏ណែនាំចែកជូនបងប្អូនបាទចំណេះដឹងតិចតួចបាទហើយបានថ្ងៃនេះគឺខ្ញុំបានអត់ដែលបានចេញវីដេអូទេដោយសារតែខ្ញុំបាទរវល់ពេកបាទបងប្អូនបាទរវល់ការងារផងបាទអញ្ចឹងខ្ញុំមិនសូវបានធ្វើវីដេអូចែកជូនបងប្អូនទស្សនាទេបាទហើយឥឡូវចាប់ពីថ្ងៃនេះទៅគឺខ្ញុំនឹងចាប់ដើមធ្វើចែកជូនបងប្អូនបាទចំណេះដឹងតិចតួចនិងអ្វីដែលខ្ញុំមានចេះខ្ញុំនឹងធ្វើចែកជូនបងប្អូនទស្សនាបាទអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមកប្រាប់បងដែរពីរបៀបមើល transistor បាទគ្រាប់ស្ពាន់បងប្អូនគឺស្រួលមើលទេបងប្អូនទៅទិញគេគឺបងប្អូនស្រួលមើលទេបាទហើយគ្រាប់អាលុយមីញ៉ូមគឺបងប្អូនស្រួលមើលទេបាទអញ្ចឹងតម្លៃដែលគ្រាប់នេះទាំង4គ្រាប់នេះគឺមានគ្រាប់ transistor នេះគឺមានគ្រាប់ស្ពាន់និងគ្រាប់ថាគ្រាប់ញោមបងប្អូនបាទគ្រាប់ញោមប៉ុន្តែយើងរៀបបានដូចគ្នាបាទយើងយកមករៀបរកត្រីបានដូចគ្នាបាទខ្ញុំនឹងថតគិចឲ្យបងប្អូនមើលបាទអញ្ចឹងបងប្អូនផ្ដេកទូរស័ព្ទទៅមើលឃើញច្បាស់តែម្ដងបាទដោយសារតែកាមេរ៉ាខ្ញុំអត់សូវច្បាស់ដែរបងប្អូនបាទហើយនៅមួយខ្ញុំនៅចិត្តខ្នល់បងប្អូនអធិស្ឋានផងមិនមានសម្លេងសំខាន់ទេបាទបងប្អូនអញ្ចឹងគឺខ្ញុំបង្ហាញដាក់គិឲ្យបងប្អូនមើលបាទអញ្ចឹងគ្រាប់ D718 នេះបងប្អូន3គ្រាប់នេះគឺគ្រាប់ស្ពាន់បាទ B688 នេះមួយគ្រាប់នេះគឺគ្រាប់ញោមបាទអញ្ចឹងចំណុចមើលរបស់វាបាទបងប្អូនចំណុចមើលរបស់វាគឺស្រួលមើលទេបាទគឺយើងត្រូវមើលខ្នងខាងលើបងប្អូនឃើញអត់ខាងលើគឺវាក្រហមតែម្ដងបងប្អូនបើសិនជាថ្មីគ្រាប់ថ្មីវាឡើងក្រហមទៅក្រហមដូចស្ពាន់តែហ្មងបងប្អូនបាទមិនបាច់កោសទេឃើញក្រហមតែម្ដងដល់ឡែកគ្រាប់អាលុយមីញ៉ូមគឺខាងលើសបងប្អូនឃើញអត់អញ្ចឹងទាំងពីរហ្នឹងគឺខុសគ្នាបងប្អូនបាទបងប្អូនមើលទៅគឺខុសគ្នាបងប្អូនបាទអញ្ចឹងបងប្អូនកោសអានឹងមកខ្វោកក្រហមបងប្អូននេះកោសខ្វោកសស្គូសមកបងប្អូននេះគ្រាប់ណាតែអានេះបើកោសខ្វោកក្រហមទុំបងប្អូនឃើញទេកោសមកខ្វោកក្រហមទុំតែម្ដងក្រហមទុំតែម្ដងអញ្ចឹងអាកោសស្ពាន់កោសពីលើថាមកខ្វោកទេវាចាស់យ៉ាងណាក៏ដោយកោសថាមកខ្វោកចេញក្រហមមកអញ្ចឹងបងប្អូនមើលទាំងពីរហ្នឹងទៅបាទអញ្ចឹងអាគ្រាប់ស្ពាន់មិនបាច់កោសយើងមើលពីលើឃើញក្រហមតែម្ដងបាទមិនបាច់កោសទេមើលពីលើឃើញក្រហមតែម្ដងតែអាគ្រាប់ញោមនេះតួយើងកោសបាទបងប្អូនគ្រាប់ញោមនេះតួយើងកោសខ្លាំងបាទកោសទៅជ្រៅមិនឃើញមានស្ពាន់លាយតិចបងប្អូនបាទនេះវាលាយដែរស្ពាន់តែវាលាយនេះបងប្អូនបាទវាលាយតិចបងប្អូននេះខាងក្នុងឃើញស្ពាន់នេះឃើញទេតួកោសទៅជ្រៅឃើញមានស្ពាន់បាទអញ្ចឹងអាគ្រាប់នេះគឺគ្រាប់កូពីបងប្អូនបាទប៉ុន្តែលេខ1បងប្អូនបាទកូពីប៉ុន្តែលេខ1បាទអញ្ចឹង transistor នេះគឺអា B688 នេះគឺគ្រាប់ញោមទេបងប្អូនបាទវាលាយទុងដែងមានន័យថាញោមបងប្អូន
ហើយក្របនេះគឺ transistor B D18 នេះអានេះគឺគ្រប់ស្ពាន់សុទ្ធបងប្អូនបាទបាទអញ្ចឹងបងប្អូនត្រូវយល់បងប្អូនត្រូវស្វែងយល់កន្លែងហ្នឹងបងប្អូនអញ្ចឹងមិនថាយើងទិញប្រភេទដុំទៅរកត្រីប្រភេទអីទេគ្រប់ស្ពាន់បងប្អូនគឺស្រួលមើលទេបាទយើងមើលពីលើទៅឃើញក្រហមអញ្ចឹងបងប្អូនបាទឃើញមកវាពណ៌ឡើងក្រហមអញ្ចឹងឃើញទេអានេះគ្រាប់មកទឹកទេបងប្អូនបាទនេះគឺមកទឹកខ្ញុំដោះចេញពី ampli បាសទេបាទអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងអានេះគឺគ្រាប់ល្អបងប្អូនគ្រាប់ក្រហមហ្នឹងគឺគ្រាប់ស្ពាន់បាទហើយគ្រាប់ញោមនេះបាទបងប្អូនមើលទៅនេះយើងកោសហើយនៅមិនឃើញនៅសដដែលបងប្អូនបាទនេះអាដេបើដើម្បីកោសនៅសដដែលហើយយើងមើលពីលើក៏យើងដឹងដែរបងប្អូនបាទមើលពីលើបងប្អូនឃើញអត់ឃើញចម្លោះឡើយនេះបងប្អូនបាទខ្ញុំប្រាប់នេះអាចចម្លោះច្រវាប់ហ្នឹងអាចច្រវាប់ពលៈវាហ្នឹងគឺមើលពីលើទៅឃើញពណ៌ក្រហមបងប្អូននេះអានេះឃើញក្រហមតែម្ដងឃើញទេហើយខាងនេះគឺអានេះគឺមើលទៅឃើញសបងប្អូននេះមើលទៅឃើញសហើយខាងនេះមើលទៅឃើញក្រហមលាក់វាទេបងប្អូននេះលាក់វាហ្នឹងគឺឃើញក្រហមខាងនេះឃើញសបាទអញ្ចឹងស្ពួនក្រហមបងប្អូនត្រូវដឹងហើយស្ពួនពូអីបងប្អូនត្រូវដឹងហើយត្រូវឃើញហើយដូចនៅក្នុងនេះទេបាទដូចក្នុងស្ពាន់យើងសក់ខ្សែភ្លឺយើងទេបាទហើយប្រភេទគ្រាប់នេះខ្ញុំដោះចេញពីប្រទៀកអំភ្លីបាសនេះបងប្អូនបាទប្រទៀកអំភ្លីបាសនេះបើសិនជាវាឆេះ transistor គឺយើងមិនមែនត្រូវដាក់គ្រាប់នឹងចូលទេអានេះវាប្រើ B18 3គ្រាប់ D18 3គ្រាប់អញ្ចឹងគ្រាប់ D18 ហ្នឹងគឺគ្រាប់ស្ពាន់បើសិនជាវាឆេះគឺយើងមិនអាចដាក់ D18 គ្រាប់ញោមនេះបានទេបើសិនជាដាក់វាលឺដែរប៉ុន្តែយើងបើកតែ1នាទី2នាទីវាឆេះ transistor ទៀតបាទដោយសារកម្លាំងវាខ្សោយបងប្អូន volt វាស៊ីភ្លើងតិចវាទ្រុំទ្រកម្ដៅអត់រួចទេអានេះកាន់តែក្ដៅកាន់តែលឺបងប្អូនបាទវាដាក់អំភ្លីពេលគ្រាប់ស្ពាន់បាទបងប្អូនត្រូវយល់បាទនៅបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងគឺចែកជូនចំណេះដឹងបងប្អូនតិចតួចបាទហើយបងប្អូនមានកំណល់អីក៏ភ្លេច comment នៅខាងក្រោមបាទអញ្ចឹងវីដេអូនេះសូមចាប់ប៉ុណ្ណឹងបើសិនជាមានសម្លេងរំខានហើយសូមអធិស្ឋានខ្ញុំបាទផងបាទសារតែឆ្កែវាពាក់គ្នាបងប្អូនបាទពាក់គ្នាពីអញ្ចឹងវាឆ្លោះគ្នាពេញនឹងបងប្អូនដូចឬសោះ